កាលណាដែលយើងបានគ្នាជាប្តីប្រពន្ធយើងត្រូវចេះវិភាគសាគ្នារកស៊ីដើម្បីប្តីប្រពន្ធយើងនឹងឲ្យដាច់ខាតកុំជឿពាក្យសម្ដីអ្នកដទៃជាពិសេសគឺសម្ដីជនទី3បាទជនទី3នោះគឺមិនមែនសំដៅទៅលើសហាយប្រពន្ធឬក៏ស្រីប្តីនោះទេបាទជនទី3នោះសំដៅទៅលើបងប្អូនខាងប្រពន្ធឬក៏ឪពុកម្ដាយខាងប្រពន្ធហើយក៏នឹងបងប្អូនខាងប្តីឬក៏ឪពុកម្ដាយខាងប្តីនេះគេហៅថាជនទី3ដូចគ្នាបាទសម្ដីឪពុកម្ដាយខាងស្រីក៏ដោយខាងប្រុសក៏ដោយបើសិនតែគាត់និយាយមានពេលខ្លះយើងមិនបាច់ស្ដាប់គាត់ក៏បានដែរមិនមែនថាស្ដាប់មិនឲ្យស្ដាប់ទាំងអស់ទេបាទចង្កាលពាក្យណាដែលយើងត្រូវស្ដាប់យើងគួរតែស្ដាប់ពាក្យណាដែលយើងមិនត្រូវស្ដាប់យើងកុំស្ដាប់មិនបាច់ស្ដាប់ទេហើយមានពាក្យខ្លះយើងទៅបីតែយើងមិនស្ដាប់ក៏ប៉ុន្តែយើងកុំប្រកែកតបតនឹងឲ្យយើងធ្វើម៉េចឲ្យច្បាស់ប្តីប្រពន្ធយើងតែប្តីចង់ធ្វើអីប្តីចង់រកស៊ីអីប្រកបគ្នាជាមួយប្រពន្ធចង់រកស៊ីអីប្តីចង់ឲ្យប្រពន្ធត្រូវតែប្រកបគ្នាជាមួយប្តីនឹងជាកត្តាសំខាន់បំផុតមានពេលខ្លះគឺសម្ដីឪពុកម្ដាយខាងស្រីខាងប្រុសក៏ដោយខាងស្រីក៏ដោយនឹងឲ្យមានពាក្យសម្ដីខ្លះគាត់អាចធ្វើឲ្យយើងបែកបាក់គ្នាឬក៏ធ្វើឲ្យយើងមានឬក្តៅក្រហាយក៏មានដែរបាទភាគច្រើនខ្ញុំឆ្លងកាត់មកវាឃើញដល់ផ្ទាល់ជួបផ្ទាល់ជាក់ស្ដែងបាទជាពិសេសគឺបងប្អូនមិនថាបងប្អូនខាងប្រុសមិនថាបងប្អូនខាងស្រីទេគឺគេនិយាយពីយើងមិនដែរថាមានចំណុចល្អទេបាទគឺដោយឡែកគឺបើសិនតែយើងមានគ្រួសារយើងតបបាំងគ្នាថ្មីថ្មងមិនសូវជាមានទ្រព្យមិនសូវជាទ្រព្យសម្បត្តិដោយនិយាយទៅថាអន់ជាងគេណាហ្នឹងហើយអន់ជាងគេមិនជាអ្នកមានទ្រព្យអីពងពោះស្រុកស្ដំគេតែងតែមើងងាយយើងហើយបាទគេតែងតែនិយាយចាស់កាលណាតែយើងចង់ធ្វើអីក៏ដោយយើងចង់ធ្វើយើងមិនទាន់បានធ្វើតែគ្រាន់តែនិយាយឲ្យគេលឺហ្នឹងមិនថាបងប្អូនខាងស្រីមិនថាបងប្អូនខាងប្រុសទេបាទគ្រាន់តែនិយាយឲ្យគេលឺហ្នឹងគេថាយើងមកទៅវាមិនខ្មេះទេវាមិនអាចទេបើគេធ្វើបានគេធ្វើគ្រប់គ្នាហើយនឹងគេនិយាយចេះមួយចោះពីរទៅនឹងយើងកុំយកជាស្ដាប់ពាក្យបងប្អូនបើមិនឲ្យនឹងស្ដាប់ខ្លះប៉ុន្តែបងប្អូនសឹងតែបើថាមិនបាច់ស្ដាប់ក៏បានដែរបាទមិនបាច់ស្ដាប់ក៏បានដែរសំខាន់គឺប្តីប្រពន្ធយើងបាទកុំភ្លេចថាកាលណាតែយើងនៅក្នុងទឹកបើអត់ជើងហែលអត់រួចទេបាទហែលទៅបីតែរួចក៏ប៉ុណ្ណាក៏មិនបានឆ្ងាយដែរបើយើងនៅលើគោកបើអត់ដៃក៏រត់មិនបានឆ្ងាយដូចគេរត់មិនបានលឿនទៀតដូចទូកាលណាតែអត់ចង្វាហើយទៅបីថាมันមានខ្យល់ក្អមបានទៅមុខដែរបើទោះជាទៅមុខក៏មិនបានវែងឆ្ងាយដែរអត់បានគឺពិបាកណាស់វាហត់អាចនឹងហត់អាចតែនឹងមិនបានវែងឆ្ងាយទេហើយបើមានរលកមានខ្យល់មកបក់មកទៀតកាន់ទៅលើដើមទៀតគ្មានទៅណារួចទេប៉ំ7លើក្នុងនោះឯងបាទនេះជាជីវិតប្តីប្រពន្ធប្រៀបធៀបមកជីវិតប្តីប្រពន្ធយើងគឺបែបនោះការចាប់ដៃគ្នាជាប្តីប្រពន្ធនេះគ្មានអ្នកណាមកដឹងឮជាមួយយើងទេមានតែយើងម្នាក់ប្តីប្រពន្ធហ្នឹងហើយអាចនឹងដឹងឮទៅពីអ្នកហ្នឹងបើអ្នកក្រៅជាពិសេសគឺកូនក៏គ្មានអ្នកណាដឹងឮឪពុកម្ដាយខាងប្រុសខាងស្រីក៏ដោយគ្មានអ្នកណាមកដឹងឮជាមួយយើងទេមានតែប្តីប្រពន្ធយើងជាអ្នកដឹងឮច្បាស់លាស់បើប្តីខំរកប្រពន្ធលេងល្បែងផឹកស្រាលេងល្បែងក៏វាអត់ប្រយោជន៍ដែរហើយបើប្រពន្ធខំរកមានកំណត់ខំរកស៊ីបើប្តីលេងល្បែងផឹកស្រាមានស្រីចូលក្រៅខេចូលបារនឹងក៏អត់ប្រយោជន៍ដែរជីវិតគឺត្រូវតែដើរទៅទាំងគូបើថាចេះសុំកលុំគ្នាបានល្អហើយនោះជីវិតប្តីប្រពន្ធនឹងច្បាស់ជាមិនយូរទេនឹងអាចមានជីវិតធូរធារជាមិនខានហើយខ្ញុំនិយាយនេះគឺនិយាយពីរឿង fit របស់ខ្ញុំផ្ទាល់ខ្ញុំចង់រកស៊ីនេះឬចង់រកស៊ីនោះតែធ្វើមិនកើតតែសារតែយើងគេថាខ្លាចយើងទៅធ្វើទៅវាមិនកើតវាមិនបានវាអត់ប្រយោជន៍អញ្ចឹងហើយបានតែខ្ញុំធ្វើមិនកើតរហូតដល់សប្តាហ៍ថ្ងៃនេះទៅបាទ